ឥឡូវនេះមានតែបីជំនឿមួយកំពុងកើតឡើងថា TikTok ណាពេលដែល boost ហើយវីដេអូដែលផុសក្រោយៗធ្លាក់ view ដោយសារតែ platform គេចង់ឲ្យយើងចាយលុយជាមួយគេហើយសម្រាប់អបិយជំនឿបែបនេះខ្ញុំហៅវាថាជាអបិយជំនឿដោយសារតែវាអត់មានលក្ខណៈបកស្រាយពី TikTok ថារឿងហ្នឹងវាពិតមែនទេហើយមែនតើពីខ្ញុំទៅក្នុងបទពិសោធន៍ដែលធ្វើនៅលើបណ្ដាញសង្គមច្រើនខ្ញុំអាចនិយាយបានថាយើងអាចបន្ទប់ platform បានទេបទពិសោធន៍ដែលធ្វើកន្លងទៅទាំង Facebook ទាំង TikTok អានោះខ្ញុំធ្វើឲ្យក្រុមហ៊ុនណាយើង boost ច្រើនហើយក៏វាមាន content organic ដែរអញ្ចឹងមានន័យថាអាការដែល boost ហើយអា content organic ដែលមកក្រោយហ្នឹងវាឡើងឬមិនឡើងវាអាស្រ័យទៅលើអត្ថន័យនៃ content ឬក៏របៀបយើងធ្វើដដែលទេវាត្រូវកលៈទេសៈវាតាក់ទាញដែរឬអត់អីចឹងទៅអញ្ចឹងអាហ្នឹងវាជារឿងធម្មតាហើយវាបច្ចេកទេសវាអត់មានត្រឡប់សម្រាប់ reach របស់ម្ចាស់ account ទេលុះត្រាតែយើងធ្វើខុសគោលការណ៍អីគេអញ្ចឹងទៅឬក៏ TikTok ចាប់ខុសនៅក្នុងទម្រង់ណាមួយអាចប្រើ bot ឬក៏ប្រើ AI ដែលវាមើលឃើញខុសឆ្គងប៉ុន្តែយើងនៅតែអាច appeal តវ៉ាមួយវាបានទេយ៉ាងណាក៏វាមានករណីដែលអាចកើតឡើងបែបហ្នឹងតែថា boost ឲ្យធ្លាក់ view ដែរឧបមាថាយើង boost ឲ្យយើងកំណត់ target audience ឬក៏អ្នកមើលយើងវាមិនត្រឹមត្រូវណាយើងដោយមកសិតតែមនុស្សដែលមិនត្រូវ type ជាមួយនឹង account របស់យើង type ជាមួយនឹង page យើងឧបមាថាយើងលក់អចលនទ្រព្យអញ្ចឹងប៉ុន្តែយើង boost ទៅវាអត់ត្រូវអ្នកចូលចិត្តអចលនទ្រព្យទេអញ្ចឹងវាអាចថាគេ like ទៅដំបូងប៉ុន្តែស្រាប់វីដេអូក្រោយមកជា fan ដែរមិនមែនគេអ្នកខាងអចលនទ្រព្យអីផងអញ្ចឹងគេមិនទាំងចូលចិត្តអញ្ចឹងហើយគិតថាវាអាចជាការមួយដែលយើងជ្រើសរើស target ត្រូវយើង boost ត្រូវអីអានឹងជារឿងមួយប៉ុន្តែត្រឡប់មកវិញឆ្លើយទៅនឹងសំណួរខាងលើថាក្រោយ boost ហើយគេសម្លាប់ reach ឬក៏គេមិនឲ្យយើង reach វីដេអូទៅទៀតមែនចម្លើយគឺអត់ទេអត់មានលក្ខណៈបច្ចេកទេសបែបហ្នឹងទេអញ្ចឹងសម្រាប់បងប្អូនគ្នាវិញជាបទពិសោធន៍យ៉ាងណាដែរហើយធ្លាប់មាននៅពេលដែល boost វីដេអូហើយផុសវីដេអូបន្តអត់ឡើងទេ comment ទីមក